Ba như chụp này tiếtในក្នុងវីដេអូនេះគឺជាចំណុចមួយទាក់ទងនឹងមេរៀនថាតើអ្វីជា content ID claim អញ្ចឹង content ID claim នោះវាកើតឡើងដោយរបៀបណាហើយថាតើវីដេអូបែបណាដែល content ID claim អាចអះអាងជារបស់គេអាហ្នឹងគឺជាចំណុចមួយជាទូទៅទាក់ទងនឹងវីដេអូនេះគឺទាក់ទងនឹងវីដេអូដែលគេហៅថាមានផ្នែកណាមួយដែលជាប់នៅកម្មសិទ្ធិបញ្ញារបស់ content ID claim ឬក៏យើងគេច្រើននិយាយថា copyright holder owner ហ្នឹងណាក្នុងនោះមានច្រើនណាការដែលគេអះអាងហ្នឹងវាមានច្រើនដូចដោយសារអីដោយសារតែ copyright content ID claim ហ្នឹងជាទូទៅច្រើនតែចុះឈ្មោះជាក្រុមហ៊ុនnày ផលិតនៅបទចម្រៀងឬក៏ផលិតរឿងឬក៏ផ្នែកណាមួយនៅក្នុងនោះមានតន្ត្រីដែលជាសមិទ្ធផលរបស់ពួកគេណាឬក៏យើងនិយាយម្យ៉ាងទៀតថាជាកម្មសិទ្ធិបញ្ញាមានភាពយន្តកម្មវិធីទូទួលវីដេអូហ្គេមហើយនឹងការរក្សាសិទ្ធិផ្សេងទៀតដែរអញ្ចឹងជាទូទៅដល់បើសិនជាយើងកលេចទៅមើល YouTube វិញ YouTube គឺផ្ដោតសំខាន់ណាទៅលើការ copyright owner ហ្នឹងពួក YouTube វាមានការច្បាប់កម្មសិទ្ធិបញ្ញាមួយគឺផ្ដល់អនុញ្ញាតទៅដល់អ្នកផលិតក្នុងការការពារស្នាដៃរបស់អ្នកផលិតដែលបង្ហោះនៅលើ YouTube ហេតុអីបានត្រូវធ្វើអញ្ចឹងព្រោះថាដើម្បីឲ្យអ្នកផលិតមានទឹកចិត្តក្នុងការផលិតកុំឲ្យគេយកគឺតើតែធ្វើអញ្ចឹងមិនមែនថាខ្លួនឯងផលិតអញ្ចឹងទៅគេទៅចម្លងធ្វើអានេះធ្វើអានោះដើម្បីយកលុយពីយើងទេអត់ទេអញ្ចឹងអត់តែម្ដងអញ្ចឹងអ្វីដែលសំខាន់គឺត្រូវតែធ្វើបែបនេះតែម្ដងដើម្បីឲ្យ YouTube ក្លាយទៅជាប្រព័ន្ធពណ៌បៃតងមួយសម្រាប់អ្នកដែលផលិតធម្មតាទាំងគេរីយើក៏មកថាបើសិនជាយើងខំផលិតគេទៅលួចចម្លងយកស្នាដៃរបស់យើងដើម្បីរកផលកម្រៃថាយើងមានអារម្មណ៍បែបណាដែរយើងរកបានតិចគេរកបានច្រើនមិនបន្ទោសថាហេតុអ្វីយើងបានតិចគេបានច្រើនគេបានច្រើនគេយកពីយើងគេចេះតែធ្វើចេះចុះshareនេះ share នោះទៅគេបានច្រើនចឹងគឺយើងអត់ចង់បានចឹងឯងចឹងមានន័យថាបើសិនជាយើងផលិតឲ្យគេចង់ផលិតដូចយើងក៏ផលិតទៅធ្វើមិនក៏ធ្វើអញ្ចឹងទៅបណ្ដាច់ខាតអត់ឲ្យយកពីយើងយកវីដេអូយើងផ្ទាល់ក៏ប៉ុន្តែមិនមែនបានន័យថានៅលើ YouTube មកតែយើងផលិតអញ្ចឹងឲ្យគេផលិតមកអញ្ចឹងដូចគ្នាយើងថានេះរបស់យើងហ្នឹងគឺបើសិនជាយើងទៅអះអាងហ្នឹងក៏ពិបាកដែរព្រោះថាពេលខ្លះទៅតើយើងមានឯកសារគ្រប់គ្រាន់ថាគេយកពីយើងយកអីចឹងណាហើយក្នុងនេះបើយើងនិយាយទៀតថាតើយើងអាចឃើញនៅគេហៅថា content ID claim នឹងនៅកន្លែងណាជាទូទៅវាស្ថិតនៅក្នុង copyright strict ក៏ដែរដូចជាវីដេអូមុនណាដូចវីដេអូមុនដដែលអញ្ចឹងអត់មានអីខុសគ្នា copyright strict នេះសំដៅលើវីដេអូដែលយើងបង្ហោះទៅជាប់នៅផ្នែកណាមួយដែលគេ copyright អាងជាវីដេអូរបស់គេអញ្ចឹងគេតាក់ទងនឹង copyright ហើយជាទូទៅវាស្ថិតនៅលើផ្នែកគេហៅថា video manager ណាវាឥឡូវ video manager អញ្ចឹង video manager បើសិនជាយើងចុចទៅវា load ណាវា load មកនៅម្ដុំហ្នឹងតែម្ដងប៉ុន្តែបើអត់មានទេក៏អត់ទៅហើយតាក់ទងនឹងនេះសួរថាបើសិនជាជាប់នៅ file ជាប់នៅ copyright បែបនេះវិញថាតើYouTube មានផ្ញើសារហើយក៏ email ទៅកាន់ account យើងអត់ជាទូទៅគឺផ្ញើទាំងអស់ផ្ញើទៅកាន់ email យើងផងដែលគ្រប់គ្រងនៅ channel ហ្នឹងផងហើយផ្ញើទៅលើ channel ហ្នឹងផងហើយសំណួរសួរថាតើយើងមានបញ្ហាអត់បើសិនជាជាប់ហ្នឹងថាជាទូទៅវាអត់ជឿជាមានបញ្ហាប្រហែលទេជាទូទៅវានៅក្នុងផ្នែកទាំងអស់ហ្នឹងវាអត់ប៉ះពាល់ដល់ account យើងខ្លាំងដូចជា bad អីគេ bad standing អីចឹងក៏អត់មានទេគាត់ឲ្យវានិយាយថាគេហៅថាមានផ្នែកខ្លះវីដេអូខ្លះអញ្ចឹងនៅលើវីដេអូយើងដែលមានន័យថាជាប់នៅវីដេអូឬក៏ចម្រៀងឬក៏រូបភាពណាមួយដែលជារបស់អ្នកដទៃអញ្ចឹងយើងអាចដកបានកន្លែង content ID claim ហ្នឹងណាហើយបើសិនជាយើងរៀនឲ្យដល់ហើយគិតឲ្យដល់មែនតែនទៅមុននឹងយើងផលិតមុននឹងយើងធ្វើគឺយើងត្រូវប្រកាសដែរថាតើចម្រៀងមួយណាដែលយើងគួរតែដាក់ចូលហើយចម្រៀងមួយណាដែលយើងមិនគួរដាក់ចូល
បើសិនអ្នកដាក់ចូលទៅវាមានបញ្ហាអីអត់បើសិនជាយើងដាក់ទៅមានដែរអត់ជាទូទៅតកតងនឹង copyright content ID claim video ហ្នឹងវាមាន3ប្រភេទដែលយើងណាអូន don't want them material use ទី1មាន3ប្រភេទមួយ block ទាំង video ជាទូទៅម្ចាស់ដើមគឺច្រើន block របស់ video របស់យើងក្នុងករណីយើងយករបស់គេអាហ្នឹងមានន័យថាអ្នកដទៃមិនអាចមើលបានទេមិនអាចមើលបានទេ they can decide to block your video worldwide or just in certain country អាកន្លែងហ្នឹង block video បើសិនជាយើងយកពីគេមកគេអាចបិទវីដេអូយើងឲ្យមើលនៅប្រទេសនេះប៉ុន្តែប្រទេសដទៃនៅតែបានមើលបានធម្មតាហើយទី2គឺមួយវីដេអូមានន័យថាវីដេអូមើលឃើញរូបភាពស្អីទាំងអស់ចលនាទាំងអស់ក៏ប៉ុន្តែអត់លឺសំឡេងទេបើសិនជាយើងគេថាមានសំឡេងតន្ត្រីណាមួយដែលជាកម្មសិទ្ធិបញ្ញារបស់គេអូខេអញ្ចឹងគេបិទចោលហើយយើងនិយាយពីចំណុចទី3វិញ block platform មានន័យថាគេអាចបិទគេមិនឲ្យមើលនៅលើគេហៅថា platform ជាទូទៅសំដៅលើ device ឬក៏ឧបករណ៍ផ្សេងក្នុងនោះមានកុំព្យូទ័រទូរស័ព្ទដៃអញ្ចឹងណាឬក៏ website ណាមួយដែលមាននៅវីដេអូរបស់យើងអញ្ចឹងនៅពេលដែល share ទៅឬក៏គេមើលតាមទូរស័ព្ទផ្សាយ iPhone ក៏ដោយ Android អីចឹងក៏ដោយក៏ Windows Phone ក៏ដោយគឺមើលអត់បានទេអត់បានតែម្ដងគឺមានន័យថាមើលមិនបានគេបាត់ចឹងហើយបើយើងពិនិត្យឲ្យច្បាស់ចំណុចទៀតគឺថាពេលខ្លះវីដេអូដែលជាប់នៅបញ្ហា content ID claim នេះគឺយើងមិនអាច monetize បានទេ monetize បើយើងនិយាយងាយស្រួលគឺការរកលុយការរកប្រាក់វីដេអូដែលអាចរកលុយបានអញ្ចឹងគឺមិនអាចរកបានទេដោយចំនួនមកវិញចំនួនយ៉ាងម៉េចតែចំនួនមកវិញគឺម្ចាស់កម្មសិទ្ធិបញ្ញាហ្នឹងអាច monetize មានន័យថាអាចរកលុយនៅលើវីដេអូយើងបានក៏ប៉ុន្តែជាទូទៅគឺតែនៅចំណុចនេះតាក់ទងនៅចំណុចនេះវាអត់សូវមានបញ្ហាកើតឡើងអីប៉ុន្មានទេកន្លែងចំណុចហ្នឹងណាហើយចូលដល់ចំណុចមួយទៀតដែលយើងត្រូវដឹងថាតើបើសិនជាកន្លែង content ID claim តើមានអ្វីកើតឡើងហើយអ្វីខ្លះដែលយើងត្រូវតែដឹងត្រូវតែធ្វើអំពីការអះអាងទាំងនេះរបស់អ្នកដែលគេថាអូអានេះគឺជាវីដេអូរបស់គេផ្នែកណាគេអញ្ចឹងយើងត្រូវមានអ្វីខ្លះណាតែយើងត្រូវយល់ពីដឹងពីអ្វីខ្លះចំណុចនេះដែលយើងត្រូវដឹងគេថា do nothing យ៉ាងម៉េចអត់មានអីផងមានន័យថាយើងត្រូវតែអះអាងឬក៏ត្រូវយល់ព្រមកិច្ចសន្យាជាមួយអ្នកដែលគេ copyright ផ្សេងៗណាយើងយល់ព្រមមួយគេទៅសារឆាតមួយគេអញ្ចឹងទៅអះអាងទៅវិញទៅមកទៅយល់ស្របគ្នាទៅគេអាចដកមកវិញអញ្ចឹងទៅហើយទី2យើង remove music claim play យកពី YouTube video អាកន្លែង remove music នេះគឺជាទូទៅវាច្រើនតែជាប់ផ្នែកខ្លះនៅលើYouTube របស់យើងណា YouTube video របស់យើង remove music អញ្ចឹងវាច្រើនតែជាប់ឡើងនឹងដែរហើយទី1ទី2កន្លែងទី3នេះ swap មានន័យថាវីដេអូសំឡេងជាប់នៅលើសំឡេងមានន័យថាសំឡេង2នៅពេលនាទីដូចគ្នាជាប់2អាហ្នឹងហើយយើងជាប់ដល់2តង់ហើយទី3 share revenue មានន័យថាយើងអាចទី4មិនទី3ទេទី4មានន័យថាលុយដែលយើងរកបាននៅលើ YouTube ហ្នឹងនៅលើវីដេអូរបស់យើងហ្នឹងគឺយើងវីដេអូណាមួយដែលជាប់ហ្នឹងយើងចែកភាគរយបើមិនយើងរកបាន$1ឧទាហរណ៍ណាបើរកបាន$YouTube អាស្រ័យលើដែលយើងភ្ជាប់បើយើងជាប់ network វាផ្សេងបើសិនតែយើងជាប់លើ YouTube AdSense វាបានតែ55%អញ្ចឹង55%នេះយើងយកទៅចែកពាក់កណ្ដាលទៅកាន់អ្នកដែលមានវីដេអូដែលគេអះអាងនៅលើវីដេអូរបស់យើងនឹងចែកគ្នា50%ម្នាក់ទៀតអញ្ចឹង55%បើយើងចែកទៅបានប្រមាណ20%ហើយចែកគ្នាមិនតិចឲ្យស៊ីទៅហើយចំណុចចុងក្រោយតើតង distribute content យើងចាប់ផ្ដើមបញ្ជូនទៀតណា copyright owner លើវីដេអូរបស់យើងទៅកាន់អ្នកដែលគេអាងទៅជារបស់គេមានអីខ្លះ
dương nhau đam từ đi chi chụp mình này là đi chụp chưa content claim mình này là before sẽ dây phải you copyright nó cứ tại tông lại ní cứ nhóm ban giấy hỏi được trong video mà tại tông đi chụp vào content này đi claim chẳng phải hai cái lại trong đợt nên từng hỏi ní tại tông đấy chứ ai mơ bàn thật ta swap ok ta remove music remove dòng mà chẳng chứ ai cái lại mà mơ rút phía bàn mơ rút phía click lấy nè nơi cái lại nó cứ tại tông nâng remove music cái đó ok nơi con này vì miền tròn giờ mua nhiều gì là ổ vô dừng cho là ổ vô dừng ai đổ về ban hôm này nào mua đi dừng chọn đổ cứ dừng ai đổ về ban không nói vì miền Việt tha đi mua music on YouTube video nè lừa video dừng ai chuyển đổ ban anh miền đây bạn tại vì nghe chẳng chặt tôi nên chấm nói từng ngón miền muối bị bay buôn pram chấm nói nên dương thợ bạc cọt đà hay ở đây là sòng khán cứ tha chấm nói trong còi bà sân chia dương thôi ca an và chun bỏ miền tới đòi mình miền hạt phò lại trầm trâu đấy mà cha đây chi cái tha nẹp lật thằng video thằng sầm lây nào môi này lừa video bao giờ nữa chọn mà lừa video bao giờ này dừng cho mặt đạn nó cứ kể ai tiền chùm lẹ bên này thật độ video nó tránh rồi có phần miền tới ai sát spend trên này YouTube bao giờ rồi có bật account dừng trao tại mà đồ nó dừng thời đằng hai chúng nó đi cái giày đài chúng nó trong khỏi YouTube của bạn về trẻ đấy nè thà ta nó hơn đi thà lục roll cả lục video that affect your account standing won't restore good standing bản thân thì dương lục video cháu cứ mình cái tha effect that affect cho nên tên won't restore good standing bản thân dương lục cháu cái đây bản thân thì miền pan há cứ vi admin là cái tha thua ai chẳng lẽ bao nhiêu mình good standing bàn tê cứ admin thì tụi bây giờ lục cái đời để sai dương thư ca chọp nó dương phần miền có chọp pan há nào mua để dương bàn thôi nâng trẻ tôn nâng file là dương thời đăng thật ta với chi content này đi claim là dương thời đăng để dây sẽ rộp máu content này đi claim cắt lang để sao dương vô này nào mỗi này này rụp hiếp video nó có sầm lên như nó bọc kia vô mà đặt nâng cái ta vô review hết nè review cả material nè review rồi vợt hạt vợ của bọc kê cầm lăng như chia bọc kê dương dầu mà bật lật dương dầu mà thừa anh chẳng chỉ phanh hàng mới để kia tập miền rồi dương ở con là cả tôi sẽ làm video này bảo miền trong máu là chat su comment su bàn thà ta content này đi nên dòng mấy anh su bàn thà ta vì miền phanh hàng ấy là complete na cho like share subscribe nên channel ta mình từng ngọc nhé